សេចក្តីថ្លែងការណ៍អ្នកនាំពាក្យរាជរដ្ឋាភិបាលមានការសោកស្ដាយជាខ្លាំងចំពោះអំពើដែលបានបង្កឡើងដោយជនមួយក្រុមតូចព្រួតគ្នាវាមកលើអ្នកតំណាងរាស្ត្រពីររូបរបស់គណៈបកសង្គ្រោះជាតិគឺអាដាមគង់សាភានិងអាដាមញយចម្រើនបណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោងប្រមាណ 12:15 នាទីថ្ងៃត្រង់នាថ្ងៃទី26 ខែតុលា ឆ្នាំ 2015 កន្លងទៅនេះនៅខាងក្រៅច្រកខាងត្បូងឈាងខាងកើតរបងរដ្ឋសភាអំពើបង្ករបួសស្នាមនេះបានកើតឡើងប្រមាណជា1ម៉ោងបន្ទាប់ពីបាតកម្មដោយសន្តិវិធីនៅមុខរដ្ឋសភាទាមទារឲ្យរដ្ឋសភាដកតំណែងអាដាមកឹមសុខាពីអនុប្រធានទី1នៃរដ្ឋសភាបានបញ្ចប់ទៅនិងក្រោយពេលដែលបាតកោទាំងអស់ត្រូវបានរំសាយនៅវេលាម៉ោងប្រមាណ 13 ព្រឹករាជរដ្ឋាភិបាលសូមធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើបង្ករបួសស្នាមនេះទន្ទឹមនឹងនេះរាជរដ្ឋាភិបាលក៏បានចាត់វិធានការដោយបញ្ជាឲ្យក្រសួងមហាផ្ទៃធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ដើម្បីស្វែងរកឲ្យឃើញជនដៃដល់និងចាប់ជនទាំងនោះមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឆ្លៀតក្នុងឱកាសនេះរាជរដ្ឋាភិបាលក៏សូមបញ្ជាក់ជូនសាធារណមតិជាតិនិងអន្តរជាតិអំពីគោលជំហរឥតងាករេរបស់ខ្លួនក្នុងការប្រឆាំងដាច់ខាតទៅនឹងវប្បធម៌ហិង្សាក៏ដូចជាវប្បធម៌នីតិរដ្ឋភាពផងដែររាជរដ្ឋាភិបាលក៏សូមអំពាវនាវដល់សាធារណជននិងស្ថាប័នពាក់ព័ន្ធដែលបានដឹងបានឃើញឬមានភស្តុតាងពាក់ព័ន្ធករណីបង្ករបួសស្នាមខាងលើនេះសូមមេត្តាសហការផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការជំរុញការស៊ើបអង្កេតស្រាវជ្រាវដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានរាជធានីភ្នំពេញថ្ងៃទី27 ខែតុលា ឆ្នាំ 2015